នៅសតវត្សទី5នៃគ្រិស្តសករាជអំណាចនៃចក្រភពរ៉ូមដែលត្រួតត្រាពិភពលោកអស់រយៈពេលរាប់រយឆ្នាំមកហើយនោះក៏ត្រូវបានដល់ទីបញ្ចប់ចក្រភពរ៉ូមខាងកើតនៅបន្តអធិភាពរបស់ខ្លួនតទៅទៀតដែលគេច្រើនតែហៅថាជាចក្រភពប៊ីហ្សង់តាំងដែលមានរាជធានីនៅក្នុងទីក្រុងកុងស្តង់ទីណូបគឺនៅម្ដុំទីក្រុងអ៊ីស្តង់ប៊ូលប្រទេសទូគីបច្ចុប្បន្នក៏ប៉ុន្តែចក្រភពរ៉ូមខាងលិចវិញត្រូវរលាយបាត់រូបក្រោយពីអធិរាជរ៉ូមចុងក្រោយឈ្មោះ Romulus Augustus ត្រូវបានក្រុមកុលសម្ព័ន្ធមកពីអំបូរ Germanic ផ្ដួលរំលំនៅឆ្នាំ476តំបន់អឺរ៉ុបដែលធ្លាប់តែស្ថិតក្នុងមហារដ្ឋតែមួយគឺចក្រភពរ៉ូមត្រូវបានបំបែកទៅជានគរតូចៗជាច្រើនហើយស្ដេចដែលគ្រប់គ្រងនគរអស់ទាំងនោះភាគច្រើនគឺជាប្រជាជនចេញពីអំបូរ Germanic ដូចគ្នាក៏ប៉ុន្តែស្ថិតក្នុងកុលសម្ព័ន្ធផ្សេងៗគ្នាហើយតែងតែធ្វើសង្គ្រាមនឹងគ្នាទៅវិញទៅមកជារឿយៗក្នុងចំណោមកុលសម្ព័ន្ធនៃអំបូរ Germanic ដែលគ្រប់គ្រងដែនដីអឺរ៉ុបក្រោយការដួលរលំនៃចក្រភពរ៉ូមគេឃើញមានពួក Franc គ្រប់គ្រងអឺរ៉ុបខាងលិចពួក Franc ដែលក្រោយមកត្រូវបានគេយកឈ្មោះមកដាក់ឲ្យប្រទេសបារាំងនិងប្រជាជនបារាំងពួកអង់គ្លីនិងពួក Saxon ដែលក្រោយមកបានរំលាយបញ្ចូលគ្នាទៅជាពួក Anglo-Saxon បានចេញពីអឺរ៉ុបដីគោកទៅបោះទីតាំងនៅលើកោះដ៏ធំមួយនៅប៉ែកខាងត្បូងអឺរ៉ុបគឺដែនដីនៃរាជាណាចក្រអង់គ្លេសបច្ចុប្បន្នឯពួក Scandinave ទៅគ្រប់គ្រងតំបន់អឺរ៉ុបប៉ែកខាងជើងនៅត្រង់ម្ដុំប្រទេស Norvège, Denmark និងស៊ុយអែតបច្ចុប្បន្ននៅក្នុងចំណោមប្រជាជនក្នុងអំបូរ Germanic នេះគេសង្កេតឃើញថាពួក Franc គឺជាក្រុមដែលមានអំណាចខ្លាំងជាងគេនៅក្នុងយុគសម័យកណ្ដាលអំណាចរបស់ពួក Franc បានស្គាល់ភាពរុងរឿងបំផុតនៅក្នុងរជ្ជកាលនៃអធិរាជ Charlemagne ក្នុងអំឡុងឆ្នាំ800នៃគ្រិស្តសករាជដែនដីរបស់ពួក Franc នៅក្នុងយុគសម័យកណ្ដាលនោះលាតសន្ធឹងនៅស្ទើរតែពាសពេញតំបន់អឺរ៉ុបខាងលិចទាំងមូលក៏ប៉ុន្តែនៅក្រៅរជ្ជកាលនៃអធិរាជ Charlemagne អាណាចក្រ Franc ត្រូវបានបែងចែកជាពីរផ្នែកគឺ Franc ខាងលិចនិង Franc ខាងកើតក្រោយមក Franc ខាងលិចបានបង្កើតទៅជារាជាណាចក្របារាំងដែលមានទីតាំងស្ថិតនៅម្ដុំប្រទេសបារាំងសម័យបច្ចុប្បន្នចំណែកឯ Franc ខាងកើតវិញបានបង្កើតទៅជារាជាណាចក្រអាល្លឺម៉ង់ដែលមានទីតាំងនៅម្ដុំប្រទេសអាល្លឺម៉ង់សម័យកាលបច្ចុប្បន្ននេះការដួលរលំនៃចក្រភពរ៉ូមគឺជារបត់ដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រអឺរ៉ុបដែនដីអឺរ៉ុបដែលធ្លាប់តែរួបរวมគ្នាក្រោមចក្រភពរ៉ូមត្រូវបែកទៅជាចំណែកសង្គ្រាមនិងភាពចលាចលបានកើតមានឡើងឥតឈប់ឈរដែលនាំឲ្យអឺរ៉ុបធ្លាក់ទៅក្នុងភាពអនាធិបតេយ្យគ្មានច្បាប់គ្មានទម្លាប់ហើយប្រជាជនគ្មានការអប់រំខ្លះប្រឈមមុខនឹងសង្គ្រាមត្រូវស្លាប់ដោយការអត់ឃ្លានចាប់តាំងពីពេលចាប់ផ្ដើមនៃប្រវត្តិសាស្ត្ររបស់មនុស្សជាតិគេសង្កេតឃើញថាមនុស្សយើងតែងតែស្គាល់នូវភាពរីកចម្រើនជឿនលឿនទៅមុខជាលំដាប់ក្នុងរយៈពេលប្រមាណជា35សតវត្សចាប់តាំងពីការចាប់កំណើតនៃអរិយធម៌អេស៊ីបមកមនុស្សជាតិមានចំណេះដឹងកាន់តែប្រសើរឡើងហើយរបៀបរស់នៅក៏កាន់តែមានលក្ខណៈទំនើបឡើងពីសតវត្សមួយទៅសតវត្សមួយទៀតតាមរយៈភាពឆ្លាតវៃនិងគំនិតច្នៃប្រឌិតរបស់ប្រជាជនអេស៊ីបចិនក្រិកហ្វេនីស៊ីនិងពួករ៉ូម៉ាំងដោយសារតែប្រជាជនអស់ទាំងនេះមនុស្សមានប្រព័ន្ធសំណេរតាមបែបអាការៈក្រមដែលបង្កើតឡើងដោយពួកហ្វេនីស៊ីមានត្រីវិស័យបង្កើតឡើងដោយចិនមានរូបមន្តធរណីមាត្រនិងទស្សនវិជ្ជាបង្កើតដោយពួកក្រិកនិងមានប្រព័ន្ធច្បាប់ជាសំណេរបង្កើតឡើងដោយពួករ៉ូម៉ាំងក៏ប៉ុន្តែនៅអឺរ៉ុបភាពរីកចម្រើនជឿនលឿនអស់ទាំងនេះត្រូវបានបញ្ចប់ជាមួយនឹងការដួលរលំនៃចក្រភពរ៉ូមនៅសតវត្សទី5នៃគ្រិស្តសករាជហើយជំនួសមកវិញដោយភាពអនាធិបតេយ្យសង្គ្រាមនិងការកាប់សម្លាប់គ្នាឥតឈប់ឈរស្ថិតនៅក្នុងស្ថានភាពសង្គ្រាមឥតឈប់ឈរបែបនេះស្ដេចនីមួយៗនៅក្នុងតំបន់អឺរ៉ុបនាំគ្នាគិតតែពីការពង្រឹងកងទ័ពរៀងៗខ្លួនដោយបំភ្លេចចោលលែងគិតគូរពីការអប់រំនិងសុខុមាលភាពរបស់ប្រជាជនខ្លួនឯងនៅស្ទើរតែគ្រប់នគរក្នុងតំបន់អឺរ៉ុបគេឃើញមានសង្គ្រាមដណ្ដើមរាជបល្ល័ង្កបានកើតមានឡើងឥតឈប់ឈរការស្នងរាជពីក្សត្រមួយទៅក្សត្រមួយទៀតច្រើនតែកើតមានឡើងដោយការបង្ហូរឈាមគ្នាម្យ៉ាងវិញទៀតគេសង្កេតឃើញថានៅក្នុងអំឡុងពេលនោះស្ទើរតែគ្រប់រដ្ឋទាំងអស់នៅទូទាំងតំបន់អឺរ៉ុបទាំងមូល
អំណាចនៃរដ្ឋបាលកណ្ដាលមានការធ្លាក់ចុះខ្សោយចំណែកឯមេកន្ទ្រីនៅតាមបណ្ដាខេត្តវិញមានអំណាចកំពូលដោយខ្លះស្ទើរតែមានអំណាចលើសស្ដេចទៅទៀតទាំងនេះធ្វើឲ្យរដ្ឋនីមួយៗកាន់តែធ្លាក់ក្នុងភាពអនាធិបតេយ្យកាន់តែខ្លាំងប្រទេសលែងមានច្បាប់អ្នកណាខ្លាំងអ្នកនោះឈ្នះតាមការសិក្សារបស់អ្នកបុរាណវិទ្យាគេឃើញថាអឺរ៉ុបក្រោយការដួលរលំនៃចក្រភពរ៉ូមខុសគ្នាពីអឺរ៉ុបនៅក្រោមចក្រភពរ៉ូមដូចមេឃនឹងដីនៅក្រោមចក្រភពរ៉ូមគេឃើញថាអឺរ៉ុបគឺជាតំបន់ដែលមានច្បាប់ដែលមានការចងក្រងជាសំណេរមានសកម្មភាពជំនួញយ៉ាងផុសផុលធ្វើឲ្យប្រជាជនស្គាល់នូវភាពមានការរៀបចំដែនដីជាទីប្រជុំជនឬជាទីក្រុងដែលមានសណ្ដាប់ធ្នាប់មានអគារប្រកបដោយស្នាដៃស្ថាបត្យកម្មដ៏វិចិត្រប្រជាជនមានការអប់រំនិងមានការចេះដឹងខ្ពង់ខ្ពស់នៅក្រៅការដួលរលំនៃចក្រភពរ៉ូមអ្វីៗអស់ទាំងនេះត្រូវរលត់បាត់រូបស្ទើរតែទាំងស្រុងពីអឺរ៉ុបប្រជាជនមានសកម្មភាពសំខាន់តែពីរប៉ុណ្ណោះគឺធ្វើស្រែនិងធ្វើសង្គ្រាមអរិយធម៌នៅក្នុងតំបន់អឺរ៉ុបត្រូវលិចលង់បាត់ទាំងស្រុងរហូតដល់មានអ្នកប្រវត្តិសាស្ត្រខ្លះបានឲ្យឈ្មោះសម័យកាលនោះថាជាយុគខ្មែរងងឹតយុគខ្មែរងងឹតនៃអរិយធម៌អឺរ៉ុបបានអូសបន្លាយពេលជាច្រើនសតវត្សពោលគឺចាប់តាំងពីការដួលរលំនៃចក្រភពរ៉ូមនៅសតវត្សទី5រហូតដល់សម័យកាលដែលគេឲ្យឈ្មោះតាមភាសាបារាំងថា La Renaissance នៅអំឡុងសតវត្សទី14នៅពេលដែលអរិយធម៌អឺរ៉ុបបានចាប់ផ្ដើមស្គាល់នឹងការលេចធ្លោឡើងវិញជាមួយនឹងអ្នកប្រាជ្ញល្បីៗនៅអ៊ីតាលីដូចជា Leonardo da Vinci ជាវិចិត្រករស្ថាបត្យករវិស្វករនិងទស្សនវិទូ Machiavelli អ្នកជំនាញខាងយុទ្ធសាស្ត្រនិងនយោបាយនិង Michelangelo ស្ថាបត្យករនិងវិចិត្រករ